មានខ្ញុំបានសុំឲ្យខ្ញុំបំពោយចេញហែងប៉ុន្តែមុនពេលដែលខ្ញុំអាចធ្វើបានគាត់បានស្លាប់មុនលោកស្រីសូមសាកល្បងត្រសក់ដែលទើបនឹងធ្វើថ្មីនៅថ្ងៃនេះខ្ញុំ ព្រះអង្គម្ចាស់ត្រូវបានបំពោជាតិពោគឺខ្លាំងមែនទែនប៉ុន្តែសំណាងល្អទ្រង់មិនបានផឹកច្រើនពេកទេដូច្នេះវាមិនគំរាមកំហែងដល់អាយុជីវិតទេព្រះអង្គម្ចាស់មិនដែលប្រព្រឹត្តចំពោះព្រះនាងមិនល្អទេដូច្នេះហេតុអ្វីបានជានាងខូខើម្ល៉េះខ្ញុំពិតជាស្អប់ចរិតស្ងៀមស្ងាត់របស់ខ្ញុំមិនអាចការពារខ្លួនឯងបានទេយកគាត់ចេញជាមុនសិនចាក់សោគាត់នៅក្នុងគុកគង្រិតហើយដោះស្រាយជាមួយគាត់បន្ទាប់ពីព្រះអង្គម្ចាស់ភ្ញាក់ពីដំណេកជំងឺរបស់អ្នកលោកស្រីមកខ្ញុំជឿអ្នកដោយធម្មជាតិលោកស្រីប៉ុន្តែព្រះអង្គម្ចាស់មជុលកណ្ដុរបានរកឃើញថ្នាំពុលនៅក្នុងប្រអប់គ្រឿងអលង្ការរបស់ព្រះនាងវាមិនអាចជានាងទេវាជាខ្ញុំពេញមួយឆ្នាំតើខ្ញុំអាចទ្រាំទ្រនឹងការចាក់ចេញពីនាងដោយរបៀបណាត្រូវតែមាននរណាម្នាក់បានកែប្រែដល់ត្បូងពេជ្រនេះខ្ញុំនឹងទុករឿងនេះឲ្យព្រះអង្គស៊ើបអង្កេតបាទចាសសូមគុំខ្លាចអីខ្ញុំមិនដែលសង្ស័យអ្នកទេ